តើគ្រឹះបរិស័ទអាចរៀបការជាមួយនឹងជាតិសាសន៍ផ្សេងៗបានដែរឬទេតើព្រះគម្ពីរបង្រៀនយ៉ាងណាដែរសូមតាមដានទាំងអស់គ្នាសូមជម្រាបសួរដល់លោកអ្នកបងប្អូននៅក្នុងព្រះគុណនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទខ្ញុំបាទធឿតជានជាគ្រូគង្វាលបម្រើព្រះអង្គនៅក្នុងប្រទេសកម្ពុជា Channel YouTube នេះនៅទីនេះដើម្បីជួយគ្រិស្តបរិស័ទខ្មែរស្វែងយល់អំពីព្រះគម្ពីរនិងអ្វីដែលគ្រិស្តបរិស័ទធ្វើយើងមើលថាតើគ្រិស្តបរិស័ទអាចនឹងរៀបអាពាហ៍ពិពាហ៍ជាមួយនឹងជនជាតិផ្សេងៗបានដែរឬទេក្នុងព្រះគម្ពីរបានបង្រៀនយ៉ាងដូចម្តេចដែរទាក់ទងនឹងការដែលរៀបអាពាហ៍ពិពាហ៍អរលោកអ្នកបងប្អូនព្រះមិនបានដាក់កំណត់ដែនកំណត់ឲ្យរៀបអាពាហ៍ពិពាហ៍ថាមិនត្រូវរៀបជាមួយអ្នកនេះមិនត្រូវរៀបជាមួយសាសនោះសាសនេះនោះទេប៉ុន្តែអ្វីដែលព្រះអង្គបានធ្វើយើងត្រឡប់ទៅមើលអ្វីដែលព្រះទ្រង់បានធ្វើបង្កើតមនុស្សមកដំបូងគឺទ្រង់បានបង្កើតគេជាប្រុសជាស្រីនៅក្នុងព្រះគម្ពីរលោកុបាតចំពុក1ខ27បានមានបន្ទូលយ៉ាងដូចនេះទ្រង់បង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់ក៏បានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯងក៏បង្កើតគេឡើងជាប្រុសជាស្រីអរលោកអ្នកបងប្អូនអ្វីដែលព្រះទ្រង់បានបង្កើតគឺមនុស្សដំបូងអាដាមនិងអេវ៉ាហើយក្រោយមកទៀតមនុស្សបានបែកសាយពូជធ្វើឲ្យគេបានរស់នៅកន្លែងផ្សេងគេបែកទៅជុំវិញពិភពលោកហើយបង្កឲ្យកើតមានជាតិសាសន៍នានាហើយយើងឃើញថាយើងឃើញមានទ្វីបផ្សេងដែលមនុស្សរស់នៅស្បែករបស់គេមានពណ៌ខ្មៅពណ៌ត្នោតក្រហមលឿងជាដើមហើយជាតិសាសន៍ទាំងនោះទោះបីជាគេមានពណ៌សម្បុរខុសគ្នាយ៉ាងណាប៉ុន្តែគេអាចយកគ្នាជាប្តីប្រពន្ធហើយគេមានឈាមតែមួយដែលព្រះទ្រង់បានបង្កើតមកដូច្នេះហើយបានជាជាតិសាសន៍នានាមិនបានកំណត់ថាត្រូវរើសអើងមួយណានោះទេប៉ុន្តែគេអាចបង្កើតបន្តពូជមនុស្សពីគ្នាទៅវិញទៅមកតាមរយៈអាពាហ៍ពិពាហ៍ផងដែរអរលោកបងប្អូនលោកម៉ូសេគឺជាអ្នកដឹកនាំម្នាក់ដែលបានរៀបការជាមួយនឹងស្ត្រីសាសអេធីអូពីអ្វីដែលបានមានប្រតិកម្មចំពោះលោកគឺបងរបស់គាត់មិនពេញចិត្តចំពោះអាពាហ៍ពិពាហ៍របស់លោកនោះទេដោយសារលោកបានជ្រើសរើសរៀបការជាមួយនឹងស្ត្រីដែលមានស្បែកពណ៌ខ្មៅដូច្នេះនៅក្នុងព្រះគម្ពីរអ្វីដែលទ្រង់បានមានបន្ទូលដែលយើងបានកត់សម្គាល់មើលពីអ្វីដែលជាប្រតិកម្មរបស់អ្នកទាំងពីរគឺនៅក្នុងព្រះគម្ពីរជនកិត្តិនាចំពុក12ខ1បានមានបន្ទូលដូចនេះអេម៉ារៀមនិងអេរ៉ុនគេនិយាយទាស់នឹងម៉ូសេពីរឿងស្ត្រីសាសគូសដែលលោកបានយកមកត្បិតលោកបានយកស្ត្រីសាសគូសម្នាក់មកធ្វើជាប្រពន្ធនេះគឺជាការដែលចោទប្រកាន់របស់ម៉ារៀមហើយនឹងលោកម៉ូសេប៉ុន្តែអ្វីដែលជាការដែលព្រះទ្រង់បានឃើញចំពោះប្រតិកម្មនេះហើយក៏មានប្រតិកម្មពីព្រះឬក៏អន្តរាគមពីព្រះចំពោះការអ្វីដែលម៉ារៀមបានប្រកាន់នោះដែរដូច្នេះព្រះពិតជាមិនសប្បុរសទេចំពោះការដែលប្រកាន់ស្បែកសខ្មៅលឿងនោះទេប៉ុន្តែយើងឃើញអ្វីដែលព្រះបានប្រតិកម្មចំពោះម៉ារាមគឺនៅក្នុងចំពុកនេះគឺបើសិនជាយើងមើលគឺយើងឃើញរឿងច្រើនទាក់ទងនឹងការប្រកាន់ប៉ុន្តែអ្វីដែលទ្រង់បានឆ្លើយតបនៅក្នុងខ9ចំពុក12ខ9និងខ10បានមានបន្ទូលดังនេះសេចក្តីខ្ញាល់របស់ផងព្រះយេហូវ៉ាក៏កាត់ឡើងទាស់នឹងអ្នកទាំងពីរនោះរួចទ្រង់យាងបាត់ទៅហើយពពកក៏ឡើងផុតអំពីត្រសាលទៅដែរនោះមើលម៉ារៀមក៏កើតខ្លងសដូចហេមៀអេរ៉ុនក៏បែរមកមើលម៉ារៀមឃើញថាកើតខ្លងដូច្នោះលោកអ្នកបងប្អូនចំពោះអ្វីដែលជាប្រតិកម្មរបស់ផងព្រះនេះឬក៏ជាអន្តរាគមរបស់ផងព្រះឆ្លើយតបទៅនឹងអាពាហ៍ពិពាហ៍របស់លោកម៉ូសេគឺបានឆ្លុះបញ្ចាំងអ្វីដែលយើងបានឃើញថាម៉ារៀមប្រកាន់ចំពោះស្បែកខ្មៅប៉ុន្តែព្រះបានឆ្លើយតបឲ្យម៉ារៀមមានស្បែកសនឹងគឺស្បែកសមិនមែនជាគួរឲ្យពេចពិលរមិលមើលប៉ុន្តែគឺជាជំងឺខ្លងដូច្នេះហើយបានជាយើងអាចកត់សម្គាល់អំពីព្រះハរតីរបស់ផងព្រះអង្គថាអាពាហ៍ពិពាហ៍គឺមិនបានរើសពណ៌សម្បុរនោះទេឲ្យតែអ្នកទាំងពីរនៅជាប់នៅក្នុងព្រះអង្គដូចគ្នាអរនេះបងប្អូននៅពេលយើងបានខ្លាយជាគ្រិស្តបរិស័ទហើយអាពាហ៍ពិពាហ៍របស់យើងត្រូវបានមានការប្រាប់អំពីព្រះអម្ចាស់ទ្រង់ជាអ្នកដែលបានបង្គាប់ដែរគឺឲ្យគេរៀបអាពាហ៍ពិពាហ៍
រវាងអ្នកដែលមានជំនឿដូចគ្នាផងដែរប៉ុន្តែចំពោះគ្រប់ជាតិសាសន៍គឺយើងអាចរៀបបានបើទោះបីជាសាសនាក៏ដោយនៅក្នុងខគម្ពីរកូឡូសជំពូក3ខ11បានប្រាប់អំពីការដែលមិនប្រកាន់ពូជសាសន៍យ៉ាងដូចនេះជាសន្តានដែលគ្មានសាសក្រិចនិងសាសយូដាការកាត់ស្បែកហើយមិនកាត់ស្បែកមនុស្សប្រទេសដទៃឬជាតិមនុស្សព្រៃបើបំរើឬនាគជាផងនោះទេគឺព្រះគ្រីស្ទទ្រង់ជាគ្រប់ទាំងអស់វិញហើយទ្រង់គង់នៅក្នុងគ្រប់ទាំងអស់ផងដូច្នេះខគម្ពីរមួយខនេះបានលើកទឹកចិត្តយើងអំពីគ្រប់ទាំងជាតិសាសន៍គ្រប់ទាំងពណ៌សម្បុរគ្រប់ទាំងភាសាចំពោះការដែលយកគ្នាជាប្តីប្រពន្ធនោះមិនមានជាការអំពលនោះទេពីព្រោះឲ្យតែអ្នកទាំងពីរមានជំនឿដូចគ្នានោះអាចជ្រើសរើសរៀបអាពាហ៍ពិពាហ៍បានហើយលោកអ្នកបងប្អូនបានឃើញទេថាក្នុងព្រះបន្ទូលរបស់ផងព្រះមិនមានការហាម5ចំពោះការរៀបអាពាហ៍ពិពាហ៍ជាមួយសាសដទៃផ្សេងនោះទេប៉ុន្តែផ្ទុយទៅវិញគឺឲ្យតែអ្នកទាំងពីរស្រឡាញ់គ្នាហើយមានជំនឿដូចគ្នានោះអាចរៀបការបានហើយអរលោកអ្នកបងប្អូនបើសិនជាលោកអ្នកបងប្អូនមានសំណួរសូមសួរមកលើខ្ទង់ comment ខាងក្រោមដើម្បីយើងបានធ្វើវីដេអូឆ្លើយតបនៅថ្ងៃអនាគតសូមព្រះដែលផ្សព្វផ្សាយអតីនឹងអាពាហ៍ពិពាហ៍និងប្រទានពរតាមរយៈអាពាហ៍ពិពាហ៍ដែលគ្រប់លក្ខនោះបានប្រទានពរលោកអ្នកបងប្អូនសូមអរគុណនិងសូមជម្រាបលា